កន្លែងខ្ញុំដើរលេងនេះគឺមានឈ្មោះ The Loop បងអូននៅក្នុងរដ្ឋ Minnesota ហ្នឹងទេតែជិះទៅប្រហែលជាង3ម៉ោងមកដល់បងអូននេះគឺខ្ញុំឡើងមកជាន់លើនេះដើម្បីមើលទេសភាពចាខ្ញុំដាក់រូបថតនៅក្បាលវីដេអូនោះអីចាគឺហ្នឹងឯងគឺយើងត្រូវឡើងចូលមកក្នុងអញ្ចឹងណាតែមានទេសភាពអីមើលទេបងអូនដោយសារវាអត់ខៀវស្ងាត់អីទេព្រោះអីនៅហ្នឹងវាមានសម្បូរទៅដោយភ្នំណាតែដោយសារតែវានៅត្រជាក់អញ្ចឹងទៅហើយវាអត់ទាន់លាស់ស្លឹកលាស់អីមកទេអញ្ចឹងវាមើលទៅដូចវាស្អាតម្យ៉ាងដែរបងអូនចាគឺសិតតែទឹកសិតតែបឹងអញ្ចឹងតែបើសិនណាមានទឹកឈើលាស់អីខៀវស្ងាត់គឺស្អាតតែមានអីសុបាយម្យ៉ាងដែរឡែណាគ្រូសាជុំគ្នាអញ្ចឹងណានេះថតពីលើមកចេះតែដើរទៅបងអូនអើយឲ្យសុបាយអញ្ចឹងណាខំធ្វើការមិនឈប់មិន relax ខ្លះអញ្ចឹងណាបងអូននិយាយរឿងខ្យល់ហើរនឹងចង់ប៉ើងមនុស្សទៅទេបងអូនចាដោយសារតែវានៅចិត្តបឹងហើយខ្យល់ខ្លាំងមែនទែននៅទីនោះនេះមិនមែនសមុទ្រមិនមែនអីទេចាគឺបឹងហើយកន្លែងដែលខ្ញុំបរិយានេះគឺខ្ញុំនឹងទៅលេងនៅទីហ្នឹងទៀតណាចាំមើលវីដេអូតណាបងអូនគិតថាយ៉ាងម៉េចដែរទេសភាពនៅរដ្ឋខ្ញុំនេះចូល comment ម្នាក់មួយផងហើយឥឡូវនេះកាត់មកដល់ជប់ដល់ផ្ទះវិញហើយបងអូនអើយផ្ទះនេះមិនមែនផ្ទះខ្លួនឯងទេចាគឺផ្ទះជួលយើងស្នាក់នៅចឹងណាពួកអីមក3ថ្ងៃបងអូនហើយផ្ទះនេះធ្វើអំពីឈើទាំងអស់បងអូនចាសម្បីតែក្រេដេក៏ឈើដែរទូទៅយកកាត់នៅជុំវិញផ្ទះយកមកធ្វើហើយផ្ទះនេះនៅយើងជួលគេនៅពាក់កណ្ដាលព្រីមកបងអូនឲ្យស្ងាត់តែខ្លាចតែហ្នឹងតែធ្វើម៉េចគេចូលចិត្តទេសភាពបែបហ្នឹងជួលបែបហ្នឹងទៅចាគឺពាក់កណ្ដាលព្រីតែម្ដងស្ងាត់ស្រងំស្ងាត់អញ្ចឹង relax បងអូនពួកអីដូចខ្ញុំកន្លែងផ្ទះខ្ញុំរស់នៅនេះគឺថឹកតឡានឹងម៉ូតូទេពួកខ្ញុំនៅចិត្តផ្លូវដែរអញ្ចឹងណាដល់ពេលមកនៅនេះស្ងាត់អើយស្រួលមែនទែនវាអត់លឺថ្លង់អីអញ្ចឹងណាបើនិយាយទៅផ្ទះនេះ perfect ហ្មងបងអូនចាគឺឈើឲ្យស្អាតមែនទែនខ្ញុំចូលចិត្តតែឈើនៅស្រុកអាមេរិកនេះផ្ទះនីមួយៗអូថ្លៃខ្លាំងមែនទែនបងផ្ទះអូខេបាយបាយជួបគ្នានៅវីដេអូក្រោយ